ខ្មោចទឹកជារៀនកាត់ឡើងតាមនិគមអ្នកស្រុកទន្លេនារាត្រីនៃថ្ងៃព្រះប្រជាជនកាន់សិលឧបោសថពុំបាំងចេញទូករកត្រីដូចសពមួយដងទេអ្នកស្រុកមានកំពុងជាប់មាត់ទន្លេលយចូលមាត់ទឹកដំបូលប្រក់ក្បឿនស្រកានាគសម្រាប់ជ្រកកម្ដៅរងចាំទូកធ្វើដំណើរទៅទីជិតឆ្ងាយព្រះច័ន្ទបានចាំងរស្មីជះលើផ្ទៃទឹកដេញពន្លឺព្រាក់ព្រែកសំឡេងខ្យល់បក់យ៉ាងគ្រោះលួចប៉ះនឹងគុំត្រឡែងលាន់ឮជាសំឡេងម្យ៉ាងប្លែកលីលំជាមួយនឹងសំឡេងចង្រិតហ៊ីងកង្កែបយំយ៉ាងត្រហឹងយូរម្ដងគីងកក់បានបន្លឺសូរសៀងរបស់ខ្លួនយ៉ាងក្រឡូខុសពីគេហ្វូងអំពិលអំពែកហើរភ្លឹបផ្លែតក្បែរកំពង់ទឹកមានចំនួនយ៉ាងច្រើនសន្ធឹកយូរម្ដងគេឮសំឡេងនៃបក្សីរាត្រីចរចាក់ចេញរោគចំណីតាមដងទន្លេឯណាយពូត្រីនិងអ្នកភូមិរបស់គាត់ពីរ3នាក់បានត្រឡប់មកពីវត្តវិញដើរកាត់កំពង់ទឹកស្រាប់តែពេលនោះពូត្រីក្រលាភ្នែកទៅឃើញអ្វីចម្លែកម្យ៉ាងដោយសារពន្លឺព្រះច័ន្ទជះរស្មីចាំងច្បាស់អាចឲ្យគាត់កំណត់ដឹងថាវាមានរូបរាងស្រដៀងនឹងមនុស្សអង្គុយនៅកំពង់ទឹកក្បាលត្រងោលស្បែកខ្មៅស្រុបស្រត់នន់លោកគោកពូក៏ឲ្យខ្លាវជួយមើលហើយនាំគ្នាដើរតម្រង់ទៅកាន់កំពង់ទឹកដោយឮសំឡេងជើងមនុស្សដើរលើក្តារឈើខ្មោចនោះបានងាកមើលក្រុមមនុស្សជាមួយភ្នែកក្រហមច្រាលដូចរងើភ្លើងរួចខ្មោចក៏ស្ទុះហក់ចូលក្នុងទឹកភ្លាមពូត្រីនិងក្រុមរបស់គាត់បានយកពិលបញ្ចាំងទៅក្នុងទឹកមិនឃើញអ្វីក្រៅពីរលកទឹកដ៏ធំបក់បោកវាយកំពង់ទឹកលាន់ឮសំឡេងឈើងឺបន្ទាប់ពីខ្មោចនោះលោតរួចចំណែកលើកំពង់ទឹកវិញកន្លែងដែលខ្មោចនោះអង្គុយគេឃើញមានវត្ថុរាវអន្ទិលដូចចំអាប់លើខ្លួនត្រីមួយធ្លុកធំអ្នកស្រុកអ្នកភូមិក៏ចាប់ផ្ដើមឃើញដូចគ្នាដោយសន្មត់ហៅថាខ្មោចទឹកចាំកំពង់អ្នកស្រុកអ្នកភូមិទោះបីជាពេលថ្ងៃត្រង់ចាំងចំកណ្ដាលក្បាលក៏ដោយក៏មិនហ៊ានប្រថុយចាំទូកម្នាក់ឯងលើកំពង់ទឹកនោះដែរក្មេងៗមួយចំនួនក៏ត្រូវបានឪពុកម្ដាយកាន់រំពាត់ដេញកូនឲ្យទៅផ្ទះជាញឹកញាប់បន្ទាប់ពីពួកគេនាំគ្នាលោតទឹកលេងកម្សាន្តនៅនោះដោយមិនស្ដាប់ការហាមប្រាមរបស់ចាស់រឿងដែលគួរឲ្យភ្ញាក់ផ្អើលនិងខ្លាចបំផុតនឹងត្រូវបានចងចាំកាលពីឆ្នាំរោងទឹកធំចំពេលកាន់បិណ្ឌអ្នកក្រុងភ្នំពេញបាននាំគ្នាមកធ្វើបុណ្យដោយសំណាក់ចាំគ្នាលើកំពង់ទឹកនាងជំទង់ម្នាក់បានយកជើងរបស់ខ្លួនត្រាំលេងក្នុងទឹកធាក់ទឹកឬសូរគ្រងក្រាំមួយរំពេចនោះនាងស្ទុះងើបក៏ផ្លាត់ជើងធ្លាក់ទឹកនាងខំហែលតែហាក់បីដូចជាមានអ្វីមកទាញជើងនាងឲ្យលងលិចចូលកាន់តែជ្រៅជាសំណាងល្អមានអ្នកខ្វៀលគោជួយទាន់ពេលនាងបានរៀបរាប់ហេតុការណ៍ថាជាខ្មោចផខ្មៅក្នុងទឹកព្យាយាមទាញនាងចូលក្នុងអន្លង់ជ្រៅដោយប្រកបមែននាងបានបង្ហាញស្នាមក្រចកក្រញ៉ៅលើកំភួនជើងដ៏ខ្ចីល្វក់ប្រៀបដូចជាស្នាមក្រចកសត្វខ្វាតញាក់ស្រុកមកពីស្រុកកណ្ដាលស្ទឹងម្នាក់ក៏ប្រាប់ហេតុការណ៍មួយដែលបានកើតឡើងស្រដៀងគ្នានេះផងដែរថាកាលពីនៅក្មេងភូមិរបស់គាត់មានញាក់ស្រុកធ្វើបន់ឆ្លងទឹកជិះទូកពីប៉ារីទៅវត្តយសមេត្រីទីនោះក៏មានអន្លង់ម្យ៉ាងគួចយកទូកអ្នកធ្វើបុណ្យស្លាប់ជាច្រើនអ្នកដោយភាគច្រើនខ្មោចទឹកវាតែងយកមនុស្សពីចម្ងាយទីនោះល្បឺថាជើងកបសាហាវណាស់តែឥឡូវដោយមានការចាត់ពិធីបង់សុកូលឧទ្ទិសកុសលនិងសូត្រមន្តជើងកបក៏រៀងសាបរលាបអស់ប្រហែលជាខ្មោចបានស្គាល់ធัวអាត់អន្តរធានក្លប់คล้ายទៅជាវិនាសអ្នកស្រុកកាលបលឺស្ត្រីនោះនិយាយក៏ចង់និមន្តព្រះសង្ឃមកប្រោះព្រំកំពង់ទឹកនេះព្រោះពេលនេះចំរដូវបុណ្យទានស្លាប់ទើបមូលមតិគ្នា
ធ្វើពិធីសង្ឃាកតទានសូត្រមន្តលើករាសីក្នុងភូមិផងដោយមានការនិមន្តព្រះសង្ឃច្រើនអង្គមករាក់បាតផងដែរលុះចប់ទាំងពិធីរួចរាល់ក្នុងថ្ងៃពេញបូរមីឆ្នាំបន្ទាប់អ្នកស្រុកនៅតែឃើញខ្មោចទឹកនោះនៅចាំកំពង់ដដាជួនកាលលោកមនុស្សទាំងថ្ងៃត្រង់ដោយឲ្យហេតុជាឮសំឡេងមនុស្សលោតទឹកតើគ្មានមនុស្សសោះសំឡេងហួចជួនកាលសំឡេងបាក់កំពង់ទឹកធ្វើឲ្យអ្នកស្រុករត់ដោយស្លន់ស្លោក៏មានតាមេភូមិក៏សម្រេចចិត្តហៅគ្រូខ្មោចមកពីខេត្តកំពង់ស្ពឺមកចាប់ដោយប្រារព្ធកិច្ចសេពសូត្រតាមមុនងងឹតមានឆ្កាំងមាន់ស្ងោរបាច់អង្ករនិងលេងភ្លេងនាពេលពាក់កណ្ដាលយប់អ្នកចូលរួមពិធីមានគ្រូខ្មោចសិស្សរបស់គាត់តាមេភូមិនិងប្រុសកំណុងភូមិជាច្រើនពិធីធ្វើឡើងកាន់តែខ្លាំងឡើងដោយសារខ្មោចទឹកតែងតែផ្កើនឹងគ្រូខ្មោចកាលបើគ្រូខ្មោចបាចជាអង្ករទៅខ្មោចទឹកបែកខ្សាច់បាត់បឹងចេះទៅវិញគ្រូខ្មោចកាន់មាន់ឆ្កាងបោះទៅខ្មោចទឹកក៏បាសជាសត្វកង្កែបលោតពាសពេញក្នុងបរិវេណអបោះសីមាដែលប៉នពាត់ពិធីរបស់គ្រូភ្លាត់មាត់ថាយើអានេះវាប្រហើនជាមួយអញគ្រូខ្មោចកាន់ក្អមមកខាបខ្មោចទឹកឲ្យចូលមានតែចូលអីខ្មោចទឹកក្អួតចេញជាចំអាប់ត្រីពេញលើខ្លួនអស់អ្នកចូលរួមពិធីទាំងអស់រួមទាំងគ្រូបារមីផងដោយទាន់តម្រើសអស់វិជាផ្ចាញ់ខ្មោចលោកគ្រូក៏ស្រែកជេរបញ្ចោខ្មោចដោយភ័ព្វមិនល្អពេលនោះភ្លៀងចាប់ផ្ដើមបង្អូរមកខ្មោចទឹកស្រាប់តែមានអំណាចធំដើរចេញពីទឹកបានមកលើកំពង់រួចក៏យកដៃច្រប់បាត់កគ្រូព្យាយាមបេះដៃខ្មោចចេញហើយរត់បាត់ជើងសព្រាតថ្ងៃមួយមានព្រះសង្ឃមួយអង្គឯស្រុកឆ្ងាយមកនិមន្តគង់នៅវត្តថ្មីក្នុងភូមិនេះដោយផ្អើលថាខ្មោចទឹកនៅឯកំពង់ចងពៀសាហាវពេកទើបតែជនម្ចាស់និមន្តទៅដោយផ្ទាល់ចំណែកអ្នកស្រុកក៏ដើរពីក្រោយព្រះសង្ឃព្រះអង្គគង់នៅមាត់កំពង់អើតទៅក្នុងទឹកស្រាប់តែឃើញស្រមោលដែលជះលើផ្ទៃទឹកជាខ្មោចទឹកនោះដែលក្រាបសំពះរួចនិយាយថាខ្ញុំប្រកាសរុណាចាំត្រង់និមន្តមកយូរហើយព្រះសង្ឃទ្រង់ញញឹមរួចតបញោមរងចាំអាត្មានៅទីនេះព្រោះមានកិច្ចអ្វីខ្មោចទឹកតបករណាតែជន់ម្ចាស់កាលពីសម័យបុរាណស្រុកនេះឈ្មោះនគរចលបុរីធ្លាប់មានព្រះបច្ចេកពុទ្ធត្រាស់ដឹងមួយអង្គតែទ្រង់ពុំអាចប្រោសខ្ញុំប្រកាសណាបានទេត្បិតអ្វីខ្ញុំប្រកាសណាមានកម្មសាងលើសត្វសុណៈនិងបោកទ្រព្យអ្នកស្លូតទ្រង់កាលពីខ្ញុំប្រកាសណានៅជាមនុស្សធ្លាប់បានសាងកម្មសម្រាប់សត្វឆ្កែ4ក្បាលដោយជ្រមុជទឹកឲ្យឆ្លក់ងាប់ហើយយកសាច់វាមកធ្វើម្ហូបទទួលភឿនព្រះបច្ចេកពុទ្ធទ្រង់ត្រាស់ថាសត្វឆ្កែ4នោះជាញាតិខ្ញុំព្រះករុណាមកសុំកោតក្បែរមើលថែកូនចៅតែខ្ញុំព្រះករុណាបែរជាសម្លាប់យកសាច់ទៅឲ្យធឿនផឹកស៊ីទៅវិញខ្ញុំព្រះករុណាមិនអាចចិនពីកំពង់ទឹកនេះបានទេព្រោះជាកំលែងខ្ញុំព្រះករុណាធ្លាប់ស្លាប់ដោយស្ពាយបង្វិចមាសជាប់នឹងកហើយធ្លាក់ចូលក្នុងទឹកក្នុងអំឡុងពេលរត់គេចពីអ្នកស្រុកដែលខ្ញុំព្រះករុណាធ្លាប់ធ្វើបាបកេងប្រវ័ញ្ចពីគេហើយក៏ជាកន្លែងខ្ញុំប្រកាសណាធ្លាប់សម្លាប់សត្វសុនញី4ក្បាលដែលជាញាតិពីអតីតជាតិព្រះសង្ឃទ្រង់តបថាតើអាត្មាអាចជួយអ្វីអ្នកបានតិចតបករណាតែជនម្ចាស់ខ្ញុំប្រកាសណាធ្លាប់សុំឲ្យព្រះបច្ចេកពុទ្ធនោះជួយតើព្រះអង្គត្រាស់ថាដោយកម្មខ្ញុំនៅជាប់ជំពាក់ច្រើនពេកនឹងសោកស្ដាយទ្រព្យក្តៅក្រហាយដែលបានពីអ្នកដតីដោយឧបាយទើបនៅចាំទ្រព្យទីនេះតែមិនឃើញម្ចាស់ស្គេមកយកឲ្យផុតពៀសោះទ្រង់ក៏បន្តសង្កដីកាថាកាលពីតូចខ្ញុំប្រកាសណាធ្លាប់ជួយសត្វឆ្មាធ្រាក់ទឹកមួយក្បាលឲ្យរួចជីវិតសត្វឆ្មានោះនឹងសាងបុណ្យកាលបុកវិញនៅពេល500ឆ្នាំខាងមុខទើបសង្គ្រោះខ្ញុំប្រកាសណាបានសត្វឆ្មានោះគឺជាព្រះអង្គនឹងឯងព្រះសង្ឃអង្គនោះដោយដឹងថាខ្មោចទឹកនេះមានឧបនិស្ស័យពីអតីតជាតិព្រះអង្គបានយកព្រះហស្ថទ្រង់ជ្រមុជចូលក្នុងទឹកដែលបានចាំងស្រមោលទ្រង់ជាខ្មោចទឹកនោះខ្មោចទឹកបានកាន់ព្រះហស្ថសង្ឃអង្គនោះទ្រង់ក៏លើកព្រះហស្ថពន្ទឹកមកវិញស្រាប់តែមានសត្វមេអំបោចវហោះព្រួងព្រាតចេញពីព្រះហស្ថផ្សងដោយបន្លឺសំឡេងឡើងថាខ្ញុំប្រកាសណារងចាំពេលនេះយូរហើយខ្ញុំប្រកាសណាសូមក្រាបអរព្រគុណតែជនចាស់ជាពុនពេក
ព្រះសង្ឃក៏សូត្របទស្វាធ្យាយឧទ្ទិសកុសលដល់ខ្មោចទឹកឲ្យរកភពកំណើតថ្មី